គុំឲ្យទៅសាលារៀនកសិករក៏បានប្រែកាយខ្លួនជាគោដូច្នេះគាត់អាចដេកបានរាល់ថ្ងៃមិនយូរប៉ុន្មានគាត់ក៏បានដូចបំណងបន្តិចក្រោយមកឪពុកដែលទៅកាប់អុសលើភ្នំក៏ប្រទះឃើញគោចំការមួយក្បាលដេកនៅមាត់ផ្លូវមិនបានស្គាល់តតែសោះថានេះគឺជាកូនប្រុសរបស់គាត់ឈ្មោះបាំងគូគាត់មិនបានគិតច្រើនទេក៏វាគូតគូតិចប្រញាប់ឲ្យវាត្រឡប់ទៅផ្ទះវិញព្រឹកព្រលឹមថ្ងៃបន្ទាប់កសិករក៏នាំគោចំការធំនោះទៅភ្ជួរស្រែប៉ុន្តែគាត់ក៏បានឃើញថាចំណីក្នុងចានចំណីមិនបានថយចុះបន្តិចសោះគោចំការក៏ស្រែកហៅម៉ាក់យំរអ៊ូថាចង់ត្រឡប់ទៅដេកទៀតចំណែកបាំងគូម្នាក់ទៀតក៏ហ៊ាននឹងចេញទៅសាលារៀនដែរគោចំការចាស់នោះក៏មើលទៅស្នាមញញឹមដោយកិរិយារីករាយរបស់គេក៏មានការស្ដាយក្រោយបន្តិចប៉ុន្តែលើនេះគាត់បែបនេះទៅហើយក៏បានត្រឹមតែទ្រាំធ្វើការប៉ុណ្ណោះអ្វីដែលគាត់នឹកស្មានមិនដល់នោះគឺក្នុងនាមជាគោនៅពេលព្រឹកគាត់ត្រូវបានគេវីផងនឹងភ្ជួរដីផងនៅពេលថ្ងៃត្រង់អូសធុនដឹកទៅផ្សារនៅពេលរសៀលយកលុយដែលបានពីការលក់អស់យកទំនិញទាំងនោះទៅផ្ទះវិញការមីញឹកពេញមួយថ្ងៃធ្វើឲ្យគាត់អស់កម្លាំងទុនជើងលុតជង្គង់ទៅនឹងដីតែម្ដងទំនិញពេញមួយរទេះបាត់បង់អស់ទៅហើយសំណាងល្អដែលឪពុកមិនមានរបួសអ្វីគ្រាន់តែគួរឲ្យសោកស្ដាយការខិតខំពេញមួយថ្ងៃត្រូវអត់ប្រយោជន៍ពេលប្រឡប់គោធំចង់ត្រឡប់ទៅបន្ទប់របស់គាត់វិញតែត្រូវឪពុកអូសទាញចូលទៅក្នុងក្រោលវិញក្មេងប្រុសត្រឡប់ទៅផ្ទះស្បូវវិញដោយស្ងៀមស្ងាត់ពេលឃើញម្ដាយកាន់ចានចំណីចម្រុះមួយចានចាក់ចូលទៅក្នុងស្នូកចំណីក៏យំធ្ងន់មិនឈប់រួចក៏ដេកយំនៅលើដីតែម្ដងគាត់បន្ទោសម្ដាយម្ដេចក៏មិនស្គាល់កូនបង្កើតរបស់ខ្លួនឯងសោះអីចឹងឪពុកដែលមិនដឹងរឿងក៏អ៊ូឡើងថាបើគោធំនៅតែបែបនេះបន្តទៀតច្បាស់ជាត្រូវអូសយកទៅលក់ហើយ